ដោយសារមានជំនឿតាំងពីដើមមកពលរដ្ឋមួយចំនួននៅទូទាំងប្រទេសបានធ្វើដំណើរទៅកាន់ភ្នំស្រង់ខេត្តកំពង់ស្ពឺដើម្បីសុំសេចក្តីសុខបួងសួងបន់ស្រន់នានាតាមជំនឿរៀងៗខ្លួននៅក្នុងនោះសូមឲ្យជាជំងឺរកស៊ីមានបានជាដើមព្រះតេជគុណពួកដែលមនុស្សទូទៅហៅលោកតាពួកដែលគង់នៅវត្តប្រាសាទមាសប្រាសាទប្រាក់ភ្នំស្រង់បានមានសង្កដីកាថាចាប់តាំងតែពីកសាងព្រះអង្គខ្មៅមកមានមហាគ្រប់ទិទីទូទាំង25ខេត្តក្រុងបានមកកាន់ទីនេះដើម្បីប្រតិបត្តិធម៌និងគោរពបូជាអ្នកខ្លះមកធ្វើសមាធិខ្លះមកសុំសេចក្តីសុខសេចក្តីចម្រើននៅក្នុងការរស់នៅនិងមុខរបរទទួលទានផ្សេងៗចំណែកការប្រតិបត្តិធម៌វិញពុទ្ធបរិស័ទខ្លះមកប្រតិបត្តិក្នុងរយៈពេល1ខែខ្លះ1សប្តាហ៍នៅលើពីនេះទើបត្រឡប់ទៅវិញព្រះតេជគុណពួកមានសង្កដីកាបន្តថាការធ្វើដំណើរមកកាន់ភ្នំស្រង់របស់ប្រជាពលរដ្ឋមិនមែនមានតែក្នុងថ្ងៃបុណ្យទាននោះទេគឺពលរដ្ឋធ្វើដំណើរមកកាន់ទីនោះនៅគ្រប់ថ្ងៃគ្រប់រដូវគ្រាន់តែថាថ្ងៃបុណ្យទានថ្ងៃឈប់សម្រាកម្ដងមានមនុស្សច្រើនខុសថ្ងៃធម្មតាភ្នំស្រង់ជាញឹកញាប់ដើម្បីធ្វើបុណ្យដាក់ទាននិងធ្វើការបន់ស្រន់វត្ថុស័ក្តិសិទ្ធិឲ្យជួយថែរក្សាក្រុមគ្រួសារសញ្ញាតបងប្អូនមានសេចក្តីសុខនិងជាពីជំងឺផ្សេងហើយការបរិសុទ្ធដែលចេះតែកាក់កបកចេះតែមកកាន់ពីនេះជារឿយទៅភ្នំស្រង់លាតសន្ធឹង3ស្រុកគឺស្រុកគង់ពិសីស្រុកបោសេតនិងស្រុកសំរោងទងនិងមានកម្ពស់ប្រមាណ800ម៉ែត្រលើទីនោះមានរូបសំណាកព្រះអង្គខ្មៅដែលពលរដ្ឋគោរពសក្ការនិងមានជំនឿលើបារមីដែលបានជួយឲ្យសម្រេចបំណងប្រាថ្នាផ្សេងដោយសារមានមនុស្សជឿហើយនិយាយតៗគ្នាបានធ្វើឲ្យភ្នំស្រង់ក្លាយជាទីគោរពសក្ការរបស់ពលរដ្ឋគ្រប់មជ្ឈដ្ឋានទោះបីការបន់ស្រន់និងជំនឿអរូបីមនុស្សមួយចំនួនថាមិនពិតក្រៅពីជំនឿលើបារមីដែលមើលមិនឃើញភ្នំស្រង់មានទេសភាពមានធនធានធម្មជាតិជីចម្រុះសម្បូរបែបជាទីទាក់ទាញសម្រាប់អ្នកទេសចរនិងបរិស្ថានផងដែរ